បាទជំរាបសួរពុកម៉ែបងប្អូនពុំមីងបាទនេះគឺជាទស្សនវិជ្ជាផ្ទាល់នៅថ្ងៃទី5ខែកក្កដាឆ្នាំ2026នេះជាសកម្មភាពបងប្អូនវិជាពលរដ្ឋនៅភូមិដំណាក់ត្រាយឃុំរំលេចស្រុកបកានខេត្តពោធិ៍សាត់ធ្វើការបូមទឹកបញ្ជូនបន្តទៅទៀតរំលងស្ពានដែលកំពុងសាងសង់ហើយធ្វើឲ្យមានការរាំងស្ទះនៅការបើកទឹកទៅបញ្ចូលនៅស្រែខាងក្រោមពិតណាស់មានការអភិវឌ្ឍតែងតែជួបនៅផលប៉ះពាល់របស់បងប្អូនបន្តិចបន្តួចសូមអនុគ្រោះជារៀងរាល់ឆ្នាំបាទកន្លងមកគឺវិជាពលរដ្ឋពឹងផ្អែកទៅលើបន្លាយនេះទាំងស្រុងក្នុងការធ្វើស្រែទាំងរដូវវស្សានិងរដូវប្រាំងហើយដោយឡែកឆ្នាំនេះឃើញថាមានផលប៉ះពាល់បន្តិចបន្តួចចំពោះការធ្វើស្ពាននេះបណ្ដាលឲ្យមានការបិទទឹកមិនឲ្យហូរមកព្រោះជាឧបសគ្គក្នុងការសាងសង់ស្ពាននេះឡើងបាទអញ្ចឹងទៅសកម្មភាពនេះពុកម៉ែបងប្អូនគាត់បូមទឹកបញ្ជូនបន្តបាទច្រើនតង់ដែរបាទដើម្បីសង្គ្រោះស្រូវរបស់គាត់នៅខាងក្រោមបាទហើយទឹកនេះផងដែរឃើញក្នុងបន្លាយពុកម៉ែបងប្អូនប្រហែលជាឆ្ងល់ថាចិត្តទឹកមានមិននាំគ្នាបូមបាទមិនមែនទេបាទគឺជាការសហការខិតខំរបស់ប្រជាពលរដ្ឋលោកបូមចូលគ្នាមកពីខាងលើមិញនឹងឯងអញ្ចឹងហើយគឺមានបាទសិទ្ធិក្នុងការបូមតែប្រជាពលរដ្ឋដែលលោកសហការគ្នានៅខាងលើនោះទេបាទมันអាចបូមទឹកគាត់បានទេព្រោះគាត់ខិតខំចំណាយម្សុទ្ធចំណាយប្រេងបូមមកតម្រាំបានទឹកមកប៉ុណ្ណេះដោយបងប្អូនខ្លះគាត់បានសម្រាកទាំងយប់ទាំងថ្ងៃបដូរវេនគ្នានៅកន្លែងបូមនឹងតែម្ដងហើយការបូមទឹកខ្ជាក់ទម្លាក់បន្តមកនេះបាទដូចជាមិនមានអាចធ្វើបានគ្រប់តែម្ចាស់ស្រែគ្រប់តែស្រែនោះទេបាទដោយសារវាពិបាកក្នុងការបូមបន្តិចបាទបងប្អូនវាច្រឡំច្រឡោកទឹកគ្នាឬក៏មិនស្មើភាពគ្នាអញ្ចឹងទៅបាទដោយឡែកបន្លាយធំនេះជាបន្លាយមុខចំស្ពានដែលសាងសង់ខាងលើបាទមុខចំបាទបន្លាយនេះមុខចំដែលជាប្រភេទបន្លាយមេសំខាន់មួយនៅក្នុងឃុំរំលេចនេះផងដែរបាទរាល់ឆ្នាំបាទបានបន្លាយហ្នឹងបាទសម្រាប់ស្រោចស្រពនៅស្រូវរបស់ប្រជាពលរដ្ឋនៅពេលដាច់ទឹកបាទទាំងរដូវប្រាំងនិងរដូវវស្សាបន្លាយនេះផងដែរមានផលប្រយោជន៍សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំរំលេចបើអត់មានបន្លាយនេះទេគឺប្រជាពលរដ្ឋមិនអាចអាស្រ័យផលដោយដំណាំស្រូវនេះបានទេនៅក្នុងតំបន់នេះសូមបញ្ជាក់ផងដែរបាទការបិទទឹកធ្វើស្ពានខាងលើនេះមិនទាន់មានផលប៉ះពាល់ធ្វើឲ្យងាប់នៅដំណាំស្រូវរបស់ប្រជាពលរដ្ឋមួយគ្រួសារណានោះទេបាទគ្រាន់តែស្រូវកំពុងតែត្រូវការទឹកតែប៉ុណ្ណឹងតែអត់ទាន់មានងាប់ទេគឺសភាពបែបហ្នឹងគឺដោយសារភ្លៀងមករឿងញឹកញាប់ដែរអញ្ចឹងធ្វើឲ្យស្រូវប្រែពណ៌ខៀវមកវិញតែបើគិតពីអាយុកាលស្រូវគឺត្រូវបាទដល់ថ្ងៃបញ្ចូលទឹកហើយបាទបើ OM អីប្រហែលជាពិបាកបន្តិចហើយតែសមាលីដូចជាមិនអីទេបាទវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងបាទសូមអធិស្ឋានផងពុកម៉ែបងប្អូនបាទអធិប្បាយទៅដោយមានការឆ្គងត្រង់ណាមិនគួរគប់អីហ្នឹងក៏ខន្តីអភ័យទោសដល់ខ្ញុំបាទផងបាទសូមអរគុណបាទ